ស្ងាត់ក្រុមហ៊ុន Rockstar Game បានទម្លាក់នៅ trailer ទី2របស់ Game GTA 6 ឬក៏ Game ចោលលលានវគ្គ6 ឬក៏ Grand Theft Auto 6 ហ្នឹងដែល trailer ដំបូងគេគឺចេញតាំងពីឆ្នាំមុនមកដល់ឆ្នាំនេះយើងទើបតែទទួលបាន trailer ទី2តែប៉ុណ្ណោះមានចំណុចមួយចំនួនដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍តាក់ទងទៅនឹង trailer ទី2របស់ Game GTA 6 នេះប៉ុន្តែបើយើងកន្លែងទៅមើល trailer ដំបូងគេដែល Rockstar បានតម្លាក់មកគឺយើងឃើញថានៅក្នុង trailer ទី1ហ្នឹងគឺគេអត់សូវប្រាប់យើងច្រើនទេគេគ្រាន់តែរបៀបថាបង្ហាញយើងថាទីតាំង game នៅណាតួអង្គមានមិនខ្លះ graphic វារៀង update មិនខ្លះហើយអាចផុសតាមបណ្ដាញសង្គម social media អីអញ្ចឹងណាប៉ុន្តែ trailer ទី2នេះគឺគេប្រាប់យើងច្រើនឬក៏គេបង្ហាញយើងច្រើនតាក់ទងទៅនឹង storyline ឬក៏រឿងរ៉ាវរបស់តួអង្គនៅក្នុង game GTA 6 នឹងផ្ទាល់អ្វីដែលខ្ញុំចាប់អារម្មណ៍ដំបូងគេបំផុតនៅក្នុង trailer ទី2នេះគឺ graphic ចំពោះខ្ញុំផ្ទាល់ខ្ញុំគិតថា graphic នេះវាអត់ដឹងថាពេលដែល game មែនតើវាចេញមកអញ្ចឹងអត់ទេប៉ុន្តែបើយើងមើលតាម trailer ទៅ graphic គឺកប់សេរីខ្លាំងមែនតើហើយនេះគឺជាអ្វីដែលយើងជា fan ជាអ្នកចង់លេង game GTA 6 បន្ទាប់ពី GTA 5 ហ្នឹងគឺរំពឹងទុកថា graphic គឺវានឹងកាន់តែកប់ទៅវាកាន់តែដូចមែនតើអញ្ចឹងណាវាឡើងដូចជាតុក្កតារបៀបយើងមើលមកដឹង game អានេះគឺមើលមកបើសិនជាយើងកលេចភ្នែកមើលមកផ្លែតវាអាចដូចទៅនឹងមនុស្សមែនតើអញ្ចឹងទាំងចលនា movement ផ្សេងរបស់តួអង្គនៅក្នុង game ក៏ដូចជាទាំងស្បែករបស់តួអង្គហ្នឹងមើលមកគឺស្តៀងមែនតើតែម្ដងហើយទាំង lighting ទាំងពន្លឺទាំងអាកាសធាតុអីផ្សេងហើយទាំងអីគេហៅ NPC ឬក៏ non playable character អាតួអង្គនៅក្រោយឆាកតួអង្គដើរតាមផ្លូវអីហ្នឹងមនុស្សដើរតាមផ្លូវហ្នឹងគឺវាស្តៀងមែនតើខ្លាំងតែម្ដងមិនថាគេបង្ហាញនៅពេលថ្ងៃឬក៏ពេលល្ងាចឬក៏ពេលយប់ទេទាំង color ទាំងពណ៌ទាំង graphic របស់គេហ្នឹងគឺខ្ញុំពិតជាស្រឡាញ់ហើយរំពឹងថានៅក្នុង game មែនតើដែលចេញមកគឺវាបែបហ្នឹងនៅពេលដែលយើងដាក់ graphic កប់ណាគ្នាចំពោះតួអង្គនៅក្នុង game GTA 6 នេះវិញគឺមាន2ដែលជាតួអង្គគោលសំខាន់ទី1គឺមានឈ្មោះថា Lucia Caminos ដែលជាតួអង្គស្រីដំបូងគេមកអស់នៅក្នុងប្រវត្តិសាស្ត្ររបស់ game GTA ហើយតួអង្គធំមួយទៀតគឺឈ្មោះថា Jason Duval ដែលជាតួអង្គមនុស្សប្រុសហើយពីរអ្នកគាត់មកយើងមើលតាម trailer ទៅគឺជាសង្សារដៃគូ partner គ្នាអីអញ្ចឹងណាអ្នកគ្នាហើយនៅក្នុង trailer នឹងផងដែរក៏បានបង្ហាញថាតួអង្គប្រុសឈ្មោះ Jason ហ្នឹងគឺបានទៅពន្ធនាគារដើម្បីទទួលតួអង្គស្រីឈ្មោះ Lucia ហ្នឹងគឺចេញពីពន្ធនាគារតមកទៀតពួកគាត់មើលមុខគ្នាធ្វើអី romantic អីចឹងទៅហើយក៏នៅតែបន្តធ្វើរឿងអាក្រក់ដដែលនិយាយទៅគឺ game GTA អត់ដែលធ្វើអីល្អរបៀបថាទៅជួយសង្គមជួយអីទេនៅក្នុង game GTA គឺរបៀបថាតួអង្គទាំងពីរហ្នឹងគឺចាប់ដៃសហការគ្នាទៅប្លន់នេះប្លន់នោះបាញ់គេបាញ់ឯងបាញ់បោះលួចអីវ៉ាន់លក់ថ្នាំអីផ្សេងនិយាយទៅគឺដូចទៅនឹង game GTA មុនដែរគ្រាន់តែគេមាន storyline មានសាច់រឿងនៅក្នុង game GTA គេផ្សេងអញ្ចឹងខ្ញុំ looking forward ក្នុងការលេង game GTA 6 នេះខ្លាំងមែនតើដោយសារតែចង់ដឹងថាសាច់រឿង storyline នៃ game ហ្នឹងវាមិនចាប់ផ្ដើម game មិនហើយ mission ធំ mission ចុងក្រោយហ្នឹងវាមិនយើងត្រូវធ្វើអីខ្លះមានការសម្រេចចិត្តខុសត្រូវអីមិនខ្លះអាហ្នឹងគឺខ្ញុំទន្ទឹងរង់ចាំលេងដោយសារតែ game GTA 5 គឺយើងមានតួអង្គ3 Michael Franklin ហើយ Trevor 3ហ្នឹងគឺមាន mission 3ផ្សេងគ្នាប៉ុន្តែមាន mission ខ្លះយើងជួបគ្នាពួកគាត់ជួបគ្នាប៉ុន្តែចំណែកឯ GTA 6 នេះវិញគឺជាតួអង្គគូស្នេហ៍របៀបថា partner ដៃគូគ្នាអញ្ចឹងតើ Rockstar គាត់ឲ្យយើងលេងម្នាក់ម្ដងដូចគ្នាឬក៏យើងត្រូវការសហការគ្នាឬក៏ mission ខ្លះតួអង្គស្រីត្រូវធ្វើម្នាក់ឯងមិនកើតឬក៏ mission ខ្លះតួអង្គប្រុសទៅធ្វើម្នាក់ឯងមិនកើតឬក៏ mission ខ្លះទៀតធ្វើការជាមួយគ្នាដើម្បីបំពេញបេសកកម្មឲ្យបានជោគជ័យអាហ្នឹងគឺជាអ្វីដែលខ្ញុំជាអ្នកដែលចូលចិត្តលេង game GTA ទន្ទឹងរង់ចាំក្នុងការលេងខ្លាំងមែនតើចំណែកឯនៅផែនទីតាំងរបស់ game GTA 6 នេះវិញគឺជាការកន្លែងមួយដែល Rockstar បង្កើតឡើងដោយរបៀបថាប្រឌិតទេប៉ុន្តែគឺយកត្រាប់តាមនៅរដ្ឋ Florida ជាពិសេសគឺនៅទីក្រុង Miami ផ្ទាល់តែម្ដងចំពោះអ្នកដែលជា fan របស់ GTA អ្នកគ្នាប្រកាសជាស្គាល់ហើយនេះគឺជាទីក្រុងដែលមានការ upgrade ពីទីក្រុង Vice City មានន័យថាទីក្រុង Vice City ត្រែទេប៉ុន្តែគឺវិវត្តតាំងពី GTA Vice City មកដល់ឥឡូវនេះគឺមានការវិវត្តខ្លាំងមែនតើចំពោះថ្ងៃដែល game GTA 6នឹងចេញគឺ Rockstar Game បានប្រកាសម្ដងហើយគឺថ្ងៃទី26 ខែ 5 ឆ្នាំ 2026និយាយទៅគឺមួយឆ្នាំជាងទៀតយើងនឹងអាចលេង game GTA 6 បានហើយបើសិនជា Rockstar Game អត់មានការ delay ឬក៏អត់មានការពន្យាពេលក្នុងការចេញ game GTA 6 មួយនេះហើយខ្ញុំគិតថាបើសិនជា Rockstar Game ឲ្យ fan ចាំមួយឆ្នាំបែបនេះគឺគួរណា game GTA 6 នៅពេលដែលចេញមកគឺទាំង graphic ឲ្យកប់សេរីដូចទៅក្នុង trailer ឬក៏ខ្លាំងជាងនឹងទៀតក៏បានដែរឬក៏មួយទៀតអា physics អាចលនានៃមនុស្សក៏ដូចជាការបើកឡានឲ្យវាដូចមែនតើបើកយន្តហោះបើកកតុំរួយឲ្យវាដូចមែនតើអញ្ចឹងគឺកាន់តែលយអាបើកទូកបើកអីហ្នឹងគឺជាអ្វីដែល fan ទន្ទឹងរង់ចាំ
ចាំហើយអ្វីដែលសំខាន់បំផុតគឺសាច់រឿងឬក៏ storyline នៃ game GTA 6 ហ្នឹងចេញធ្វើម៉េចឲ្យលយតែម្ដងប៉ុន្តែអ្នកដែលទន្ទឹងរង់ចាំលេង game GTA 6 នៅលើកុងទ័រឬក៏ PC ហ្នឹងគឺត្រូវតែចាំយូរជាងហ្នឹងទៀតដោយសារតែ Rockstar Game នឹងចេញ game GTA 6 នេះនៅលើ PS5 និងនៅលើ Xbox Series X និង Series S ដំបូងគេហើយបញ្ចេញតាម PC ចេញតាមកុងទ័រតាមក្រោយដែលធ្វើបែបនេះគឺមិនមែនជារឿងចម្លែកចំពោះ Rockstar Game ទេដូច GTA 5 ចេញឆ្នាំ 2013 អញ្ចឹងចេញលើអា console នឹងមុនហើយបញ្ចេញតាមកុងទ័រតាមក្រោយនិយាយទៅគឺប្រមូលលុយ2តង់អញ្ចឹងអ្នកដែលចង់លេងមុនត្រូវតែទិញ PS5 ឬក៏ Xbox Series X និង Series S នឹងហើយត្រូវទិញ game GTA 6មកតង់ទៀតបន្ទាប់មកបើសិនជាយើងចង់លេងលើកុងទ័រ PC នៅពេលដែល Rockstar Game ចេញលើកុងទ័រយើងត្រូវតែទិញមកតង់ទៀតអញ្ចឹងមានន័យថា Rockstar Game ចំណេញលុយបាន2ដងដូច្នេះកុំភ្លេច comment ឲ្យខ្ញុំនឹងផងថាតើអ្នកគ្នាគិតមិនដែរចំពោះ trailer ទី2 trailer ថ្មីរបស់ game GTA 6 comment ឲ្យខ្ញុំដឹងនៅខាងក្រោមជួបអ្នកគ្នាវីដេអូក្រោយ peace follow for more